bà ham timeទឹកទី 3 ត្រូវបានលោកគ្រូជីវបញ្ជាដែលជាព្រឹទ្ធាចារ្យអាជ្ញាកណ្ដាលបច្ចុប្បន្នកំពុងតែបាទសម្រាប់ជាបាជំងឺនៅសរសៃកែងគាត់កាលពីប្រហែលឆ្នាំនោះខ្ញុំបានជួយត្រឹម$10ដល់ប្រហែលឆ្នាំក្រោយនេះខ្ញុំបានអត់មានអីដែរក៏បានជួយ$10តែសរសើរដល់ទឹកចិត្តលោកហេរ៉ូដែលបានជួយដល់ការសម្រាប់ជាបាលរបស់លោកគ្រូជីវបញ្ជាចំនួន$100,000រៀលបាទនេះសបញ្ជាក់ឲ្យឃើញថាគឺជាទឹកចិត្តពិតទោះបីជាយើងមិនគ្រប់គ្រាន់ច្រើនប៉ុន្តែជាការចែករំលែកសិល្បៈនៃការចែករំលែកនឹងការធ្វើសាងធ្វើបុណ្យធ្វើទានអរគុណដល់លោកហេរ៉ូទោះបីជានិយាយលេងសើចក៏ពិតមែនប៉ុន្តែជាការពិតកីឡាយើងត្រូវតែផ្សារភ្ជាប់នៅរឿងពិតសម្រាប់អ្នកដែលចូលរួមជាមួយកីឡាបាទជាការពិតលោកជីវ័នទោះបីយ៉ាងណាក៏ដោយឃើញថាគាត់ជាព្រឹទ្ធាចារ្យដែលបានបន្សល់នៅស្នាដៃជាច្រើននៅក្នុងសង្គមជាតិហើយគ្រប់រូបភាពដែលយើងអាចធ្វើទៅបានទោះបីតិចក្តីច្រើនក្តីជាទឹកចិត្តពីព្រោះយើងមើលសមត្ថភាពពលកម្មរបស់គាត់ត្រូវបានបាត់បង់ទៅហើយគាត់មិនអាចរកប្រាក់ចំណូលបានហើយមួយទៀតនោះគឺមានជំងឺរោគគាបជាទីជាប់ខ្លួនទៀតហើយក៏អរគុណដល់លោកជីវ័នដូចគ្នាដែលចរិយាកាលគឺមិនចោលទេកីឡាតាំងពីដើមមករហូតដល់មិនត្រឹមតែចែករំលែកនៅចំណេះដឹងទេបានចែករំលែកនៅទឹកចិត្តនិងអ្វីដែលខ្លួនមានតាក់ទងទៅនឹងធនធានដែលអាចធ្វើទៅបានហើយក៏ជូនពរលោកជីវ័នដែលបានឧបត្ថម្ភដល់លោកគ្រូព្រឹទ្ធាចារ្យបាទចំនួនទឹកប្រាក់ហ្នឹង41,000រៀលបាទ$10យើងដូរទៅបាន41,000តាមការពិតទៅអត់ទាន់បើកលុយទេខ្ចីលុយឲ្យរកសិនដើម្បីមិនដាច់ថារឿងប៉ុនហើយទោះបីជាខ្ចីមិនខ្ចីសំខាន់យើងខ្ចីយើងសងតែនេះជាទឹកចិត្តយើងវាបានប៉ុនទៅគ្នានឹងខ្ចីគេចូលប៉ុនបានប៉ុនដែរអរគុណលោកហេរ៉ូអរគុណឥឡូវទស្សនានេះហូក៏ជ្រាវពេញរិញហ្នឹងបាទរឹងយ៉ាងណាយ៉ាងនេះទៅហើយទេទាត់ស្ដាំវែងស្ដាំអោបកែងមកពីលើឥឡូវរុញមិនខ្ចីលេងចូលបាត់កែងមកកណូតកែងបាត់ឆ្វេងមកទៀតកែងមកហើយអោបខ្ទាស់បវលក្រោយមកជុំបាទអ្នកទាំងពីរនេះគឺវាយគ្នាអស់ក្បាច់ហើយបាទកំពូលក្បាច់ខ្ញុំនេះអត្តាធិប្បាយនេះឡើងចំវល់ហើយបាទទាត់ស្ដាំមួយជើងគាត់ស្ដាំវិញចាប់ជើងបានទៀតបាទឲ្យតែតេលេះតាទាត់មកគឺដឹងតែប៊ុនហានចាប់ជើងបានតើចូលឆ្វេងស្ដាំកែងអូយបតៃបតប់ទៅហើយទឹកទី4ត្រូវបានបញ្ចប់ជាគេហៅថាវិភាគទានមួយអង់គ្លេសហៅថា charity នេះគឺជាការចែករំលែកនៅវិភាគទានសាសនាណាគេធ្វើចឹងដែរនេះហើយការចូលរួមបាទទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីបាទយើងបន្តទស្សនាការប្រកួតជាបន្តទៀតបាទឥឡូវនេះគឺបាទបងប្អូនរបស់យើងដែលជាទស្សនិកជនកំពុងតែបរិច្ចាគមកហើយបាទតាមគ្រប់រូបភាពដែលអាចធ្វើទៅបានដោយទឹកចិត្តអាណិតស្រឡាញ់បាទចំពោះលោកគ្រូព្រឹទ្ធាចារ្យបាទដែលលោកបាត់បង់នៅសមត្ថភាពពលកម្មហើយលោកមានជំងឺជាទម្ងន់ទៀតបាទអញ្ចឹងអរគុណចំពោះសន្តានចិត្តរបស់បងប្អូនដែលជាមហាទស្សនិកជនទូទាំងអាស៊ីអាគ្នេយ៍ដែលលោកបានលះបង់បាទនៅថាវិការបាទក៏ដូចជាសន្តានចិត្តដែលបានចូលរួមចែករំលែកបាទអូសូមអរគុណច្រើនបាទអរគុណណាស់ឥឡូវនេះទស្សនាការប្រកួតរបស់យើងជាបន្តទៀតបាទយើងបន្តទស្សនាការប្រកួតទឹកចុងក្រោយសម្រាប់អ្នកទាំងពីរបាទទាត់ស្ដាំរិចស្ដាំថែមឆ្វេងជង្គង់ពីក្រោយលុកលងបន្ថនទៅបំបែកបាទឆ្វេងស្ដាំបែកទឹកខ្ចាយឆ្វេងស្ដាំអោបកាយបង្វិលគាត់ឆ្វេងគាត់ស្ដាំសងវិញគាត់ស្ដាំថែមទៀតឆ្វេងស្ដាំឆ្វេងស្ដាំជង្គង់ស្ដាំ
ជាប់បាទ11នាទីចុងក្រោយទឹកទី5នៅជាទឹកផ្ដាច់ព្រាត់ទៀតឆ្វេងគាត់ស្ដាំមកជើងក្រោមរុញចេញរត់ចូលបាទមួយរុញចេញមួយរត់ចូលវេស្ដាំគាត់ស្ដាំកាប់ចានមកជើងទុំស្ដាំកាប់ចានមួយជើងចាប់ជើងបានធាក់បាទទឹកទី5បានបញ្ចប់ទៅហើយហើយសូមជម្រាបជូនដល់ទូរទស្សនិកជនដែលបានជ្រាបផងដែរប្រសិនបើមានទឹកចិត្តអាណិតស្រឡាញ់ចំពោះអ្នកដែលបានលះបង់នៅកម្លាំងកាយកម្លាំងចិត្តចូលរួមជាមួយនឹងវិស័យកីឡាស្ទើរតែមួយជីវិតរបស់គាត់ហើយលោកអ្នកក៏បានជ្រាបច្បាស់ដែរអំពីសមត្ថភាពការងាររបស់គាត់គឺលោកព្រឹទ្ធាចារ្យអាជ្ញាកណ្ដាលជ័យបញ្ឈឿបាទដោយគាត់មានរោគាព្យាធិឥឡូវហ្នឹងឈឺធ្ងន់ហើយកំពុងតែសម្រាប់ព្យាបាលនៅឯស្រុកកំណើតគឺនៅខេត្តបាត់ដំបងឯណោះបាទអញ្ចឹងយើងកំពុងតែធ្វើការចែករំលែកជាពិសេសមហាទស្សនិកជនអាស៊ីអាគ្នេយ៍កំពុងតែចូលរួមតាមរយៈទឹកចិត្តដែលគាត់មានទោះបីតិចក្តីច្រើនក្តីតាមសទ្ធាក្នុងការជួយរំលែកការលំបាកមួយនេះបាទឥឡូវរងចាំការប្រកាសលទ្ធផលគូនេះស្មើគ្នាគូនេះស្មើគ្នា